សួស្តីបងប្អូនស្វាគមន៍មកកាន់ថ្នាក់គណិតវិទ្យាទី2នៅក្នុងវីដេអូនេះយើងមកសិក្សាមេរៀនទី2ការប្រៀបធៀបចំនួនចាមេរៀនទី2របស់យើងគឺការប្រៀបធៀបចំនួនតោះឥឡូវគុណមើលចំណុចទី1យើងនិយាយអំពីការប្រៀបធៀបចំនួនដោយប្រើសញ្ញាចាសញ្ញានេះយើងអានថាតិចជាងចាតិចជាងឬតូចជាងចាទៅពេលសញ្ញានេះយើងអានថាច្រើនជាងឬធំជាងចាដល់ពេលសញ្ញានេះគឺស្មើឥឡូវអ្នកគ្រូឲ្យកូនចំណាំសញ្ញាតិចជាងឬក៏តូចជាងហ្នឹងកូនសរសេរមកពេលដែលកូនគូសទៅគឺដូចលេខ4កូនមើលណាពេលអ្នកគ្រូគូសបែបនេះដូចលេខ4អាហ្នឹងសញ្ញាហ្នឹងគឺសញ្ញាតិចជាងឬតូចជាងដល់ពេលសញ្ញាធំជាងរបៀបចំណាំពេលកូនគូសចេញមកដូចលេខ7អញ្ចឹងយើងដឹងថាលេខ4គឺតូចជាងលេខ7អាហ្នឹងគឺរបៀបចំណាំរបស់កូនចាងាយស្រួលក្នុងការចំណាំតើឥឡូវកូនមកមើលជាមួយអ្នកគ្រូទាំងអស់គ្នាចាអញ្ចឹងកូនមើលខ្មៅចង្កឹះនេះគេចងមួយដុំគឺ10ដល់ពេល2ដុំគឺ20ចាដល់ពេលអានេះមួយដុំ10អញ្ចឹង3ដុំគឺ30អញ្ចឹងយើងទៅសេថា20តិចជាង30ឬយើងប្រើសញ្ញា20តិចជាង30ឬក៏តូចជាង30ឬ30យើងប្រើសញ្ញាច្រើនជាង20ចា20ច្រើនជាង30ឬក៏ធំជាង30តោះ20បូក1 2 3 4 5ចាអញ្ចឹងទាំងអស់នេះគឺ25ដល់ពេល20ចា20បូក1 2 3 4 5ដែរចា20បូក5ស្មើប៉ុន្មានកូនចាអញ្ចឹង20បូក5គឺ25ចាស្មើ25ចា25ស្មើនឹង25អញ្ចឹងយើងប្រើសញ្ញា25ស្មើនឹង25ចាអញ្ចឹង1ការ៉េនេះគឺ100ចា2ការ៉េគឺស្មើនឹង200ដល់ពេលនេះ1ការ៉េ100ដែរចាអញ្ចឹងទាំងអស់វា3ការ៉េវាស្មើនឹង300ចាអញ្ចឹងគេដាក់ថា200នេះតិចជាង300ឬយើងប្រើសញ្ញាចាសញ្ញាតិចជាងឬក៏តូចជាង300ឬយើងអាចនិយាយថា300នេះច្រើនជាង200ឬ300នេះយើងប្រើសញ្ញាច្រើនជាង200ឬក៏ធំជាង200ចាបានដូចគ្នាចាអញ្ចឹងមួយដុំនេះគឺ100ចា100ដល់ពេលមួយដុំទូចនេះ10អញ្ចឹងវា4ដុំវាស្មើនឹង40ចា1 2 3 4 5 6ចាតនេះ6អញ្ចឹងទាំងអស់វាបូកទៅឃើញ146ដល់ពេលមួយដុំនេះដក100ចាទាំងអស់នេះ10 20 30 40ចាគឺ40ដែរដល់ពេលអានេះ1 2 3 4 5 6ចា6ចាអញ្ចឹង146ចាអញ្ចឹងយើងទៅសេថា146ស្មើនឹង146ដល់ពេលកូនចាអានេះវា100ចា100អានេះ10 10 20 30 40ចាអញ្ចឹងទាំងអស់នេះវាស្មើ40ដល់ពេលអានេះ1 2 3 4 5 6ចា6អញ្ចឹង146ចានេះដូចគ្នាដែរ100 10 20 30 40ចាទាំងអស់នេះគឺ40 1 2 3 4 5 6ចា6ចាអញ្ចឹង146ស្មើ146ចាអញ្ចឹងអានេះគេឲ្យកូនចេះប្រៀបធៀបចំនួនចាដោយប្រើសញ្ញាតិចជាងឬសញ្ញាតូចជាងឬស្មើនឹងឬក៏ច្រើនជាងឬធំជាងឥឡូវកូនមើលលំហាត់ចូលបំពេញសញ្ញាចាសញ្ញាតូចតិចជាងស្មើឬច្រើនជាងក្នុងប្រអប់ចាអញ្ចឹងកូនមើលនេះឧទាហរណ៍គេឲ្យ110តិចជាង120ដល់ពេល120ចាច្រើនជាង110 120ស្មើនឹង120ចាយើងប្រើសញ្ញាស្មើចា234
234 និង 235 ចាដល់ពេលកូនប្រៀបធៀបយើងប្រៀបធៀបមកយើងប្រៀបធៀបខ្ទង់100ជាមួយខ្ទង់100លេខ2ដូចគ្នាខ្ទង់10ជាមួយខ្ទង់10ខ្ទង់រាយជាមួយខ្ទង់រាយចាអញ្ចឹងអានេះលេខ4តូចជាងលេខ5អញ្ចឹងអានេះតូចជាងចាអញ្ចឹង134ហ្នឹងវាតូចជាង235ឬយើងនិយាយថា235ចាធំជាងឬក៏ច្រើនជាងញ៉ា234នេះតិចជាង235ឬ235ច្រើនជាង234ទី2ចូលបំពេញសញ្ញាចាតិចជាងស្មើឬច្រើនជាងក្នុងប្រអប់ក10ហើយនឹង20អញ្ចឹង10 20មួយណាច្រើនជាងមួយណាតិចជាងចាគឺ10តិចជាង20អញ្ចឹងកូនប្រើសញ្ញាតិចជាងចាឬក៏តូចជាងចាបន្ទាប់មកខ400និង300មួយណាធំជាងកូនមួយណាច្រើនជាងគឺ400ច្រើនជាង300អញ្ចឹងយើងប្រើសញ្ញាច្រើនជាងឬក៏យើងហៅវាថាសញ្ញាធំជាងកម្ដង100ហើយនឹង110ចាមួយណាច្រើនជាងគឺ110ច្រើនជាងអញ្ចឹង100នេះតិចជាងអញ្ចឹងកូនប្រើសញ្ញាតិចជាងឬក៏សញ្ញាតូចជាងខ50និង40ចាអញ្ចឹង50ហើយនឹង40មួយណាច្រើនជាងកូនចាគឺ50ច្រើនជាងអញ្ចឹងយើងប្រើសញ្ញាច្រើនជាងចាបន្ទាប់មកយើងចូលដល់ម្ដង900និង900ចាស្មើគ្នាកូនចាអញ្ចឹង900និង900គឺស្មើគ្នាអញ្ចឹងយើងប្រើសញ្ញាស្មើច150និង170ចាអញ្ចឹងបើកូនធៀបគឺយើងធៀបតាមខ្ទង់អញ្ចឹងខ្ទង់100លេខ1ដូចគ្នាចាខ្ទង់10អាមួយលេខ5អាមួយលេខ7អញ្ចឹងលេខ5តូចជាងលេខ7អញ្ចឹង150គឺតិចជាង170ចាអញ្ចឹងកូនប្រើសញ្ញាតិចជាង30ហើយ20ចាអញ្ចឹងខ្ទង់10អានេះលេខ3ដល់ពេលអានេះលេខ2អញ្ចឹងលេខ3ធំជាងលេខ2អញ្ចឹង30គឺច្រើនជាង20អញ្ចឹងកូនប្រើសញ្ញាច្រើនជាងឬក៏ធំជាងម្ដង700និង800អញ្ចឹងយើងប្រៀបធៀបមកចាអញ្ចឹងខ្ទង់100អានេះលេខ7ដល់ពេលអានេះលេខ8ចាអញ្ចឹងលេខ7តូចជាងលេខ8ចាអញ្ចឹង700គឺតិចជាង800អញ្ចឹងកូនប្រើសញ្ញាតិចជាងចាបន្ទាប់មកយើងចូលដល់ឈ140និង140ចា140អញ្ចឹងគឺស្មើចាស្មើគ្នា140ចាស្មើគ្នាបន្ទាប់មកញើចា70ហើយនឹង90អញ្ចឹងខ្ទង់10អានេះលេខ7អានេះខ្ទង់10លេខ9អញ្ចឹងលេខ9ហើយលេខ7មួយណាធំជាងគឺលេខ9ធំជាងអញ្ចឹងលេខ7នេះតូចជាងឬក៏70តិចជាង90អញ្ចឹងកូនប្រើសញ្ញាចាតិចជាងបន្ទាប់មក600ហើយនឹង500ចាអញ្ចឹងខ្ទង់100ដូចគ្នាកូនមើលខ្ទង់100អានេះលេខ6អានេះលេខ5អញ្ចឹង6និង5គឺ6តូចជាងសំទោស6គឺធំជាងលេខ5អញ្ចឹងប្រាក់600នេះគឺធំជាងលេខ500ឬក៏600ច្រើនជាង500អញ្ចឹងកូនប្រើសញ្ញាច្រើនជាងចាបន្ទាប់មកយើងចូលដល់ថ180ហើយនឹង170ចាអញ្ចឹងខ្ទង់100លេខ1ដូចគ្នាដល់ពេលខ្ទង់10អានេះលេខ8អានេះលេខ7អញ្ចឹងលេខ8ធំជាងលេខ7អញ្ចឹង180នេះច្រើនជាង170អញ្ចឹងកូនប្រើសញ្ញាច្រើនជាងតោះឥឡូវកូនចូលដល់លេខ3ចាលេខ3
ចូលបំពេញសញ្ញាចាតិចជាងស្មើឬក៏ច្រើនជាងក្នុងចន្លោះឧទាហរណ៍ក11តិចជាង12ខ124ច្រើនជាង123ចុះកវិញ540ហើយនឹង590អញ្ចឹងកុំប្រៀបធៀបតាមខ្ទង់មកលេខ5ខ្ទង់100ដូចគ្នាចាដល់ពេលខ្ទង់10អានេះលេខ4អានេះលេខ9អញ្ចឹងលេខ4នេះតិចជាងលេខ9អញ្ចឹង543នេះគឺតិចជាង590ចាអញ្ចឹងកូនប្រើសញ្ញាតិចជាងចាតិចជាងដូចលេខ4នេះពេលកូនគូសចេះទៅដូចលេខ4ដល់ពេលច្រើនជាងដូចលេខ7យើងគូសចេះមកចាហ្នឹងរបៀបចំណាំណាកូនចាបន្ទាប់មកខចា12អញ្ចឹងស្មើគ្នាចាយើងចូលដល់ងម្ដង129ហើយនឹង120ចាអញ្ចឹងខ្ទង់100លេខ1ដូចគ្នាដល់ពេលខ្ទង់10លេខ2ដូចគ្នាចាដល់ពេលខ្ទង់រាយអានេះលេខ9អានេះលេខ0អញ្ចឹង9ច្រើនជាង0អញ្ចឹង129ច្រើនជាង120ចាអញ្ចឹងកូនប្រើសញ្ញាច្រើនជាងបន្ទាប់មកយើងចូលដល់ច670ហើយនឹង676ចាលេខ6ខ្ទង់100ដូចគ្នាលេខ7ខ្ទង់10ដូចគ្នាចា0នេះតិចជាង6អញ្ចឹង670គឺតិចជាង676អញ្ចឹងយើងប្រើសញ្ញាចាតិចជាងតមកឆ15ហើយនឹង14ចាខ្ទង់10លេខ1ដូចគ្នាខ្ទង់100អានេះលេខ5អានេះលេខ4អញ្ចឹង15គឺច្រើនជាង14ចាអញ្ចឹងយើងប្រើសញ្ញាចាច្រើនជាងតមកយើងចូលដល់ច121 126ហើយនឹង122ចា126 122អញ្ចឹងខ្ទង់100លេខ1ដូចគ្នាខ្ទង់10លេខ2ដូចគ្នាខ្ទង់រាយអានេះលេខ6អានេះលេខ2អញ្ចឹងលេខ6ច្រើនជាងលេខ2ចាអញ្ចឹង126ច្រើនជាង122យើងចូលដល់ឈម្ដង699 701ចាអញ្ចឹងខ្ទង់100អានេះលេខ6អានេះលេខ7ចាអញ្ចឹង6តិចជាង7អញ្ចឹង699ចាតិចជាង701ចាអញ្ចឹងកូនប្រើសញ្ញាតិចជាងបន្ទាប់មកយើងចូលដល់ញើ29ហើយនឹង30ចាអញ្ចឹងអានេះខ្ទង់10អានេះលេខ2អានេះលេខ3អញ្ចឹងលេខ2តិចជាងលេខ3អញ្ចឹង29តិចជាង30អញ្ចឹងកូនប្រើសញ្ញាតិចជាងដ136ចាខ្ទង់100លេខ1ដូចគ្នាខ្ទង់10លេខ3ដូចគ្នាខ្ទង់រាយលេខ6ដូចគ្នាអញ្ចឹងគឺស្មើចា136ស្មើនឹង136អញ្ចឹងកូនប្រើសញ្ញាស្មើថ342 432ចាអញ្ចឹងខ្ទង់100អានេះលេខ3អានេះលេខ4លេខ3តិចជាងលេខ4អញ្ចឹង342តិចជាង432ចាអញ្ចឹងកូនប្រើសញ្ញាតិចជាងបន្ទាប់មកដចា36និង36អញ្ចឹងគឺស្មើគ្នាយើងប្រើសញ្ញាស្មើចូលដល់ធើម្ដង155 158ខ្ទង់100លេខ1ដូចគ្នាខ្ទង់10លេខ5ដូចគ្នាខ្ទង់រាយអានេះលេខ5អានេះលេខ8អញ្ចឹង5តិចជាង8អញ្ចឹងយើងបាន155តិចជាង158ចាអញ្ចឹងយើងប្រើសញ្ញាតិចជាងណ987 897ចាខ្ទង់100អានេះលេខ9អានេះលេខ8 9ច្រើនជាង8អញ្ចឹង987ច្រើនជាង897ចាអញ្ចឹងយើងប្រើសញ្ញាច្រើនជាងតម្ដង40 51ចាខ្ទង់10អានេះលេខ4នេះលេខ5អញ្ចឹងលេខ4នេះតិចជាងលេខ5ចាអញ្ចឹង40តិចជាង51អញ្ចឹងយើងប្រើសញ្ញាតិចជាងថ
187 187 ចាខ្ទង់រយលេខ1ដូចគ្នាខ្ទង់10លេខ8ដូចគ្នាខ្ទង់រីលេខ7ដូចគ្នាអញ្ចឹងវាស្មើគ្នាចា187ស្មើនឹង187ត804ខ្ទង់រយលេខ8ដូចគ្នាខ្ទង់10លេខ0ដូចគ្នាខ្ទង់រីលេខ4ដូចគ្នាចាអញ្ចឹង804ស្មើនឹង804ថ63ខ្ទង់10លេខ6ដូចគ្នាខ្ទង់រយលេខ3ដូចគ្នាអញ្ចឹង63ស្មើ63ណចាអញ្ចឹងកូនមើល100បូក9 109 109បូក9អានេះវា199ហើយនឹង200ចាអញ្ចឹង199តិចជាង200តិចជាងយើងប្រើសញ្ញាតិចជាងមកចាតិចជាង200ចូលដល់បម្ដង695អានេះ600បូក90បូក5អញ្ចឹងបាន695ចាអញ្ចឹង695ចាស្មើនឹង695អញ្ចឹងយើងប្រើសញ្ញាស្មើចាស្មើបន្តមកផ99 100ចាអញ្ចឹង99ហើយ100មួយណាចានេះវាដល់ខ្ទង់100អានេះត្រឹមខ្ទង់10ទេអញ្ចឹង99តិចជាង100អញ្ចឹងយើងប្រើសញ្ញាតិចជាង148ដល់ពេលនេះ100បូក20 120បូក8អានេះបាន128ចាអញ្ចឹងខ្ទង់100លេខ1ដូចគ្នាខ្ទង់10អានេះលេខ4អានេះលេខ2អញ្ចឹង10លេខ4ធំជាងលេខ2ឬក៏ច្រើនជាងលេខ2អញ្ចឹងយើងបាន100ចា148គឺធំជាងចាឬក៏ច្រើនជាង100អានេះវាឃើញមិន128ចា128ចាអញ្ចឹង148គឺ148ច្រើនជាង128ចុងក្រោយដល់ភើម្ដង998ហើយនឹង1000រាយដល់100,000ចាអញ្ចឹងនេះវាដល់ខ្ទង់ពាន់នេះត្រឹមខ្ទង់100ទេអញ្ចឹងខ្ទង់ពាន់ធំជាងខ្ទង់100ឬក៏ខ្ទង់100តិចជាងខ្ទង់ពាន់អញ្ចឹង998ចាតិចជាង1000អញ្ចឹងយើងប្រើសញ្ញាតិចជាងចាអញ្ចឹងនៅក្នុងវីដេអូនេះអ្នកគ្រូមានប៉ុណ្ណឹងយើងជួបគ្នានៅវីដេអូបន្ទាប់ដែលយើងនឹងសិក្សាពីការរៀបលំដាប់ចំនួនបើកូនពេញចិត្តវីដេអូអ្នកគ្រូកុំភ្លេចចុច like ឬក៏ subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតចាអរគុណច្រើនជម្រាបលា